អ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាអ្នកដែលមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរតែងតែជ្រើសរើសសម្លាប់ខ្លួនទាំងដែលខ្សែភ្នែកអ្នកខាងក្រៅគឺមើលឃើញថាបញ្ហាតូចតាចសោះប៉ុន្តែមិនព្រមដោះស្រាយបញ្ហាបែរជាសម្លាប់ខ្លួនវាមានចម្លើយបែបចិត្តសាស្ត្រនិងវិទ្យាសាស្ត្រអញ្ចឹងចាំខ្ញុំបកស្រាយឲ្យស្ដាប់រឿងគឺវាចេះខ្ញុំបានទៅមើលរឿងកូនស្រីចងករបស់ Sastra Film នៅក្នុងរឿងហ្នឹងគឺមានតួអង្គឈ្មោះថាអាមួយដែលគាត់បានសម្រេចចិត្តចងកសម្លាប់ខ្លួនដោយសារតែមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោយសារតែរងសម្ពាធការបិទសិទ្ធពីប៉ារបស់គាត់ហើយខ្ញុំក៏ឆ្ងល់ថាចុំគាត់នៅបញ្ហាប៉ុណ្្នឹងសោះមិនបានដល់ថ្នាក់សម្លាប់ខ្លួនព្រោះវាគឺជាអ្វីដែលខួរក្បាលរបស់គាត់ដោះស្រាយឲ្យគាត់នៅក្នុងខណៈពេលហ្នឹងនៅពេលដែលសម្រេចចិត្តធ្វើរឿងអីមួយគឺយើងប្រើប្រាស់ខួរក្បាលពីរបែបទី1គឺបែបហេតុហើយនឹងផលទី2គឺបែបប្រើអារម្មណ៍ហើយសម្រាប់អ្នកដែលមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរបើដល់កម្រិតកំពូលគឺខួរក្បាលផ្នែកហេតុហើយនឹងផលរបស់គាត់គឺត្រូវបានបិទហើយមានន័យថាផ្នែកហ្នឹងគឺអត់បានប្រើទេអញ្ចឹងហើយបើនិយាយអំពីហេតុហើយនឹងផលនៅក្នុងការសម្រេចចិត្តរបស់គាត់គឺអត់មានទេមានន័យថាខួរក្បាលផ្នែកអារម្មណ៍គឺបានគ្រប់គ្រងគាត់ទាំងស្រុងហើយខួរក្បាលផ្នែកអារម្មណ៍នេះគឺវាបានគ្រប់គ្រងដោយខួរក្បាលផ្នែករស់រានគឺខួរក្បាលផ្នែករស់រាននេះធ្វើយ៉ាងណាឲ្យយើងរួចផុតពីគ្រោះថ្នាក់ឬក៏រួចផុតពីបញ្ហាឲ្យបានឆាប់រហ័សបំផុតហើយគិតមើលអ្នកដែលមានបញ្ហាធ្ងន់ធ្ងរកម្រិតហ្នឹងបញ្ហាគឺមិនមែនងាយស្រួលដោះស្រាយទេគឺរកផ្លូវចេញមិនឃើញទេអញ្ចឹងផ្លូវចេញតែមួយគត់ដែលខួរក្បាលគិតឃើញគឺការសម្លាប់ខ្លួនដើម្បីដោះស្រាយបញ្ហាចឹងហើយខ្ញុំពីមុនធ្លាប់តែឆ្ងល់អំពីជនរងគ្រោះថាចុំគាត់រឿងប៉ុណ្ណឹងសោះសម្លាប់ខ្លួនដែរតែឥឡូវខ្ញុំយល់ហើយគឺដោយសារតែខួរក្បាលផ្នែកអារម្មណ៍គ្រប់គ្រងគាត់ទាំងស្រុងពេកហើយខួរក្បាលផ្នែកហេតុផលមិនបានប្រើការហើយសម្រាប់រឿងកូនស្រីចងករបស់ Sastra Film នេះដែរខ្ញុំសូមសរសើរមែនតើគឺគាត់ធ្វើបានល្អសម្រាប់រឿងមួយនេះដោយសារតែវាមិនមែនជារឿងខ្មោចធម្មតាទេវាថែមទាំងមានអត្ថន័យអប់រំហើយបង្ហាញពីទស្សនវិជ្ជាសង្គមពីការចិញ្ចឹមកូនស្រឡាញ់អត់ស្មើគ្នាហើយថែមទាំងបង្កប់ការអប់រំអំពីការសម្លាប់ខ្លួនដើម្បីដោះស្រាយបញ្ហានៅក្នុងនៃពុទ្ធសាសនាហើយនៅក្នុងជំនឿរបស់ចិនផងដែរហើយសម្រាប់ឈុតឆាកបន្លាចអីក៏គួរឲ្យខ្លាចដែរហើយនៅដើមរឿងធ្វើបានល្អមែនទែនធ្វើឲ្យខ្ញុំមានអារម្មណ៍ថាព្រឺខ្នងតិចដោយសារតែស្រាវខ្នងនៅពេលដែលខ្មោចចេញមកម្ដងហើយសាច់រឿងក៏រៀបរៀងបានល្អមានហេតុហើយនឹងផលនិយាយទៅគឺរឿងមួយនេះ Sastra Film ពិតជាធ្វើបានល្អខ្ញុំសូមសរសើរហើយរឿងនេះដែរក៏បានធ្វើឲ្យអ្នកទស្សនានៅក្នុងរោងដែលខ្ញុំទៅមើលហ្នឹងមានការសម្រក់ទឹកភ្នែកយំហើមភ្នែកអស់ជាច្រើនអ្នកផងដែរអញ្ចឹងណាគេយំដោយសាររឿងហ្នឹងខ្លះខមមិនម្នាក់មួយមកលឺ100ដងក៏មិនស្មើនឹងបានឃើញម្ដងដែរបើចង់ដឹងថាល្អមើលដូចខ្ញុំនិយាយមែនឬក៏អត់ទៅមើលទាំងអស់គ្នាដើម្បីគ្រប់គ្រងផលិតករខ្មែរឲ្យផលិតរឿងដែលមានគុណភាពបែបនេះចេញមកជាបន្តទៀតហើយសម្រាប់អ្នកគឺឲ្យបន្ទុកប្រហែលបើខ្ញុំឲ្យបន្ទុក 8.5 នៅក្នុង10គឺជារឿងមួយដែលធ្វើបានល្អមែនតើចុច follow ដើម្បីមកឆ្ងល់ជាមួយខ្ញុំនៅវីដេអូក្រោយទៀត